បងប្អូនមួយរយៈនេះមានបងប្អូនមកជួបខ្ញុំច្រើនខ្លាំងមែនតើហើយមានបងប្អូនមួយចំនួនគឺជាជាងអគ្គិសនីបងប្អូនបានហុចកាតពុយស៊ីបមកខ្ញុំហើយប្រាប់ថាឥឡូវបើសិនជាម៉ាស៊ីនត្រជាក់ក្តីម៉ាស៊ីនបោកកៅអៅក្តីទូទឹកកកក្តីថាស្អីក៏ដោយឲ្យតែខូចហើយគាត់អាចជួយបានគាត់ជួយដោយមិនគិតថវិកានោះទេរីឯបងប្អូនមួយចំនួនទៀតយកនេះយកនោះយកមកឲ្យបងប្អូនខ្លះយកស៊ុបមកឲ្យខ្ញុំមួយឆ្នាំងបងប្អូនខ្លះទៀតយករបស់នេះរបស់នោះផ្លែឈើយកមកឲ្យខ្ញុំកន្លែងនេះខ្ញុំអរគុណបងប្អូនខ្លាំងបំផុតហើយខ្ញុំអត់មានអីទេខ្ញុំមានតែម្រាមដៃ10ខ្ញុំសូមសំពះអរគុណបងប្អូនទាំងអស់គ្នាទាំងនៅក្នុងស្រុកនិងក្រៅស្រុកជាយាមទំនាក់ទំនងមកខ្ញុំដើម្បីសួរនាំសួរសុខទុក្ខហើយនឹងបានផ្ញើរបស់របរផ្សេងជាច្រើនមកឲ្យខ្ញុំអរគុណបងប្អូនណាស់ខ្ញុំអរគុណអញ្ចឹងត្រឡប់មកវិញមកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់រឿងមួយថានៅពេលដែលបងប្អូនធ្វើជាមនុស្សល្អនៅពេលដែលបងប្អូនទាំងអស់គ្នាចូលរួមសកម្មភាពផ្សេងដើម្បីសង្គមជាតិរបស់យើងនឹងមានបងប្អូនជាច្រើនគោរពស្រឡាញ់និងរាប់អានដូច្នេះខ្ញុំនៅតែជឿថាទង្វើល្អសេចក្តីល្អអំពើល្អគឺជារឿងដែលយើងទាំងអស់គ្នាត្រូវតែធ្វើជាដាច់ខាតហាងលក់ទូរស័ព្ទដៃគ្នាយើង VIP នៅលើផ្លូវកម្ពុជាក្រោមមានលក់ទូរស័ព្ទទាំងមួយទឹកនិងថ្មីគ្រប់ទំនិញមិនថា iPhone, iPad, MacBook និង accessory គ្រប់ប្រភេទរបស់ Apple សុទ្ធតែមានការធានារយៈពេល1ឆ្នាំពេញដំបូងគេបង្អស់នៅកម្ពុជាគ្នាយើងផ្ដល់ទាំងទំនុកចិត្តទំនួលខុសត្រូវនិងភាពស្មោះត្រង់ខ្ញុំនៅតែជឿថាទង្វើល្អអំពើល្អនឹងអាចយកឈ្នះអ្វីគ្រប់បែបយ៉ាងទាំងអស់នៅក្នុងដំណើរជីវិតមួយនេះមកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថាក្នុងនាមជាយុវជនក្នុងនាមបងប្អូនជាប្រជាពលរដ្ឋសូមបងប្អូនមេត្តាគោរពច្បាប់សូមបងប្អូនមេត្តាធ្វើជាពលរដ្ឋល្អធ្វើជាយុវជនគំរូមានន័យថាប្រឹងប្រែងរៀនសូត្រក៏ប្រឹងប្រែងសិលធម៌នៅក្នុងការរស់នៅក៏មានចំណេះជំនាញក៏មាននិយាយទៅយើងគឺជាធនធានមនុស្សយើងជាមូលធនមនុស្សនៅក្នុងសង្គមយើងមិនមែនជាប្រភេទមនុស្សដែលសង្គមមិនឲ្យតម្លៃឬក៏ជាប្រភេទមនុស្សដែលជាបន្ទុករបស់សង្គមនោះទេប៉ុន្តែបងប្អូនគឺជាទ្រព្យរបស់សង្គមបងប្អូនយើងទាំងអស់គ្នាណាសុទ្ធតែមានកាតព្វកិច្ចមួយហើយកាតព្វកិច្ចមួយនោះគឺស្រឡាញ់ជាតិស្រឡាញ់វប្បធម៌ស្រឡាញ់ប្រពៃណីស្រឡាញ់ទឹកដីប្រាសាទមរតកដូនតាមានតែយើងជាអ្នកចំនួនក្រោយទេដែលអាចជួយថែរក្សាការពារអ្វីដែលលោកបានបង្កើតនិងថែរក្សាតាំងតែពីដើមរហូតមកដល់ម៉ោងនេះបានដូច្នេះហើយដើម្បីថែរក្សាទឹកដីប្រពៃណីវប្បធម៌គេមរតកដូនតាបងប្អូនទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងក្នុងការធ្វើជាយុវជនល្អធ្វើជាយុវជនឆ្នើមបងប្អូនក្មួយខិតខំប្រឹងប្រែងរៀនសូត្របងប្អូនប្រជាពលរដ្ឋគោរពច្បាប់សិក្សារៀនសូត្រអ្វីដែលជាប្រវត្តិសាស្ត្ររបស់យើងជួយគ្នាយើងថែទាំទាំងអស់គ្នាម្លោះមរតកដូនតារបស់យើងនឹងមិនបាត់បង់ទៅណានោះទេហើយយើងទាំងអស់គ្នាគឺជាកោសិការបស់សង្គមយើងទាំងអស់គ្នាមានតួនាទីក្នុងការថែទាំថែរក្សាការពារអ្វីដែលជារបស់ជាតិយើងទាំងអស់គ្នាអរគុណបងប្អូនជម្រាបលា